នេះគឺជាខមមិនប្រូម្នាក់ដែលគាត់សុំពីរបៀបដាក់ mod simple voice chat យ៉ាអញ្ចឹងគឺពីរបៀបដាក់ mod simple voice chat នេះខ្ញុំធ្លាប់ធ្វើឲ្យម្ដងហើយគឺនៅលើ Solid Launcher អញ្ចឹងថ្ងៃនេះដែរគឺខ្ញុំនឹងមកប្រាប់អ្នកនាងពីរបៀបដាក់ mod simple voice chat នៅលើ Mojo Launcher យ៉ាអញ្ចឹងគឺគាត់សុំពីរបៀបដាក់ mod នៅលើ Mojo Launcher តែដោយសារតែ Mojo Launcher របស់ខ្ញុំវាមានបញ្ហាអញ្ចឹងខ្ញុំមិនទាន់ដោះស្រាយកើតទេចឹងក៏ខ្ញុំស្វែងចិត្តថាមកព្រានអ្នកនាងដាក់នៅលើហើយMojo Launcherមកតែយ៉ាអញ្ចឹងមុនចូលដល់វីដេអូកុំភ្លេចជួយ subscribe ខ្ញុំអ្នកមួយផងព្រោះខ្ញុំពឹងលើអ្នកនាងហើយព្រោះខ្ញុំចង់បាន subscribe ឲ្យលឿនខ្លាំងតែចាំឲ្យសាមទៅបាយយូ Let's go the video យ៉ាដំបូងអ្នកនាងចូលមកកាន់ Google មកយ៉ាយើង Google ហើយយើងចុចពាក្យlike search ហ្នឹងឬក៏ស្វែងរកណាដល់មកអ្នកនាង search ពាក្យណាខ្ញុំមកហើយយើង search ផ្សេងបានតែ search ចឹងវាងាយស្រួលជាងចឹងនេះអ្នកនាង search ពាក្យ Minecraft Java mode ហ្នឹងឬក៏ Minecraft mode Java យ៉ាហើយអ្នកនាងនឹងឃើញ app មួយនេះគឺថាឃើញ app ហើយ website មួយហ្នឹងច្រឡំ app អ្នកនាង sorry ផងហ្នឹងហើយអ្នកនាងចុចពាក្យ like ហ្នឹងមកយ៉ាចាំមានតិចទៅរៀង slow ដែរម៉ោងម៉ានឯងនៅ slow ទៀតអត់យល់ដែរហ្នឹងហើយទៅចូល mode មីនុយឯណាឥឡូវចេញវាវិញសិនអ្នកនាងសាយើងចុចទៅវាច្រឡំមកគេចុចលើនឹងម្ដងទៀតមកយ៉ាលើនេះគឺអត់ច្រឡំទៀតទេនេះចុច like search mode ហ្នឹងមកហើយយើង save វាថា simple voice chat ហ្នឹងឯងយ៉ាអ្នកនេះ save simple voice chat មកហើយឬក៏ save voice chat ក៏កើតហើយខ្ញុំទៅ save C chat ណាយ៉ា sorry ហ៎វីដេអូនេះខ្ញុំខ្ជិលកាត់ចឹងណាខំដាក់អ្នកនេះនឹងយកយល់អូខេឥឡូវយើងដាក់ voice chat មកហើយយើង search វាទៅចាំវា plan នេះយើង slow តិចគេអូខេឥឡូវយើងហើយយើង search ហើយយើងអូសចូលមកក្រោមតិចមកអ្នកនេះឃើញនេះអា simple voice chat ហ្នឹងឥឡូវយើងមកឲ្យមើលហ្នឹងចុចលើវាមកប៉ក់មកយើឲ្យ slow ណានេះអត់ដឹងមិនដែរទេយ៉ាឥឡូវយើងចូលដល់វាអីចាំវា plan សិនទៅឲ្យវាពេញអនុសិនអូខេយ៉ាឥឡូវថាយើងចុចពាក្យ like download ហ្នឹងមកយ៉ានោះចុច like download ហ្នឹងមកនេះយ៉ា like បៃតងហ្នឹងចុចលើវាមកប៉ក់មកហើយអ្នកនេះឃើញ like select ហើយ game version អ្នកនេះ off version game ណាអ្នកនេះលេងមកពួកខ្ញុំ1.21.2 1.20.2 អានេះរើសស្អីគេនេះខ្ញុំអត់ដឹងដែរតែខ្ញុំដឹងថាខ្ញុំលេង Fabric អញ្ចឹងយើងអូសមកយក Fabric មកហើយចុចពាក្យ download យ៉ាអញ្ចឹងវា download ឲ្យយើងចាំវា implement ទៅចាំពេញយើងបាត់ចូល server យើងតែម្ដងយ៉ាអញ្ចឹងហ្នឹងត្រូវមាន server បានដាក់កើតណាអ្នកនេះហើយខ្ញុំភ្លេចប្រាប់អ្នកនេះពីដើមវីដេអូហ្នឹងឯងយ៉ាឥឡូវអ្នកនេះចុចបើមកអ្នកនេះចុចserverអ្នកនេះឃើញ like voice chat Fabric ហ្នឹងអ្នកនេះចុចចេញវាសិនមកយ៉ាអ្នកនេះចុចសកត់លើវាមកហើយយើងចុចពាក្យ copy ហើយចុច like the storage ឯនេះ sorry ហងអ្នកនេះព្រោះបើខ្ញុំអានខយប៉ុណ្ណា guys ឥឡូវយើងអូសវាមករកពាក្យថា game ហើយយក Mojo Launcher ហើយយើងយក like custom នេះហើយហ្នឹងបើសិនអ្នកនេះលេងអា mode page អ្នកនេះយក like ហ្នឹងមកអ្នកនេះលេង like ផ្សេងទៀតខ្ញុំអត់ដឹងដែរទេចាំឆាតសួរខ្ញុំមកហ្នឹងឯងព្រោះវីដេអូខ្ញុំអត់ចង់វែងតែប៉ុណ្្នឹងហើយអ្នកនេះយើងផាសឡើងខ្ញុំបន្តពីចូលហើយអ្នកនេះត្រូវចុចlike setting ហ្នឹងហើយអ្នកនេះចុចពាក្យcustom control ហើយយើងយកពាក្យadd បតុងអ្នកនេះហើយយើងឃើញពាក្យ now មួយហ្នឹងយើងចុចលើវាមួយមកហើយអ្នកនេះដាក់ឈ្មោះវាដាក់អីនៅលើហ្នឹងយ៉ាគឺដាក់អីដាក់ទៅសម្រាប់ខ្ញុំសុំដាក់ voice chat ចឹងចុះហើយសុំដាក់ emoji ដាក់ emoji ក្បាលខ្មោចមួយទៀតក៏បានដែរតែឥឡូវខ្ញុំខ្ជិលណាស់ឥឡូវយើងអូសមកនេះត្រូវដាក់តាមខ្ញុំអ្នកនេះហើយគ្នាត្រូវដាក់ចុច key អក្សរ V ដើម្បីយើងអាចបើក voice chat នឹងកើតហើយអញ្ចឹងយើងយកមកដាក់កន្លែងដែលយើងត្រូវដាក់មកហើយយើងចុចពាក្យថា save ហើយយើងចុចពាក្យ last editor ហើយយើងចាស់មកប៉ុណ្ណឹងហើយអូខេឥឡូវគេថាយើងបានចូលមកដល់ក្នុងហ្គេមហើយ
chẳng nó bên nặng nè cho nhạc khi để nhau mọi nặng nè ăn năng tới cứ viên miền voi chán miền ấy nhảy chán là nặng nè giờ từ mơ bạn ហើយមួយទៀតបើសិនជាអ្នកគ្នាមានបញ្ហាអាចខមមិននៅខាងក្រោមហ្នឹងបានព្រោះអីវារៀងមានបញ្ហាច្រើនដែរអញ្ចឹងខ្ញុំធ្វើមកវីដេអូអត់អស់ទេអ្នកគ្នាមានចម្ងល់អីអាចឆាតមកសួរខ្ញុំបានឬក៏ខមមិននៅខាងក្រោមហ្នឹងមកគេខ្ញុំ reply ជូនអ្នកគ្នា24ម៉ោងតែម្ដងអូខេអញ្ចឹងគេថាការដាក់របស់យើងក៏ជោគជ័យដែរចាសខ្ញុំថាវីដេអូមិញនេះគឺអ្នកគ្នានឹងចូលចិត្តយ៉ាអញ្ចឹងវីដេអូមានប៉ុណ្ណឹងជាចុងក្រោយសូមអរគុណអ្នកគ្នាកូន